មេរៀនរបស់យើងវាកាន់តែទៅមុខហើយពីមួយថ្ងៃពីមួយពេលទៅមួយពេលគឺមេរៀនរបស់យើងមានការបូកបន្ថែមដូច្នេះមានន័យថាខ្លី technique ឬក៏ពន្លឺនៃការបកប្រែនេះយើងក៏ទទួលបានកាន់តែច្រើនដែរដែលតម្រូវឲ្យមេរៀននីមួយៗយើងត្រូវបូកសរុបយកទាំងបច្ចេកទេសចាស់គួបផ្សំជាមួយនឹងបច្ចេកទេសថ្មីមកអនុវត្តជាប្រចាំថ្ងៃមិនមែនយើងរៀនមេរៀនថ្មីយើងបំភ្លេចមេរៀនចាស់ចោលនោះទេគោលបំណងថ្មីបន្ថែមទៀតនៅក្នុងមេរៀននេះគឺខ្ញុំមានបង្រៀនអំពីពាក្យថាonce ហើយនឹង since ដែល so that នោះសង្ឃឹមថាយើងទាំងអស់គ្នាចេះហើយពាក្យថា once បកន័យបានច្រើនក៏ប៉ុន្តែខ្ញុំយកពីរពាក្យមកបង្ហាញនៅក្នុងទី1គឺ once យើងបកប្រែថាម្ដងក្នុងករណីដែលយើងប្រើជា simple activities នៅក្នុង past tense ហើយបើសិនជា once បូកនឹង present ឬក៏ទម្រង់ជា perfect យើងត្រូវប្រាប់បកប្រែថាបន្ទាប់ពីភ្លាមឧទាហរណ៍ទី1នោះថា I went to Siem Reap once I went to Siem Reap once ខ្ញុំបានទៅសៀមរាបម្ដងក៏ប៉ុន្តែ once គឺយើងប្រើថាបន្ទាប់ពីភ្លាមនៅក្នុងទម្រង់ present ឬក៏ perfect ឧទាហរណ៍ថា once I know the information I will relay the information to you បន្ទាប់ពីខ្ញុំបានដឹងឬក៏ទទួលព័ត៌មាននេះភ្លាមខ្ញុំនឹងផ្សព្វផ្សាយជាបន្តទៅដល់អ្នកឲ្យបានដឹងដែរ Once I receive the information I will relay that information to you នេះគឺជា once ប៉ុន្តែបើសិនជាគេសរសេរថា I will do that at once នោះមានន័យថាភ្លាមប៉ុន្តែបើសិនជា once upon a time មានន័យថាកាលពីព្រេងនាយវិញប៉ុន្តែក្នុងមេរៀននេះខ្ញុំនឹងយកចិត្តទុកដាក់ទៅលើពាក្យថា once ដែលបកថាម្ដងហើយនិង once ដែលបកប្រែថាបន្ទាប់ពីភ្លាមនៅក្នុងលំហាត់ខាងក្រោយនេះយើងនឹងមានលំហាត់ច្រើនណាស់សម្រាប់ធ្វើដូច្នេះសូមកត់ចំណាំផងប្រយ័ត្នដល់ពេលធ្វើលំហាត់ធ្វើអត់ល្អនៅមួយទៀតគឺខ្ញុំនឹងបង្រៀនអំពីពាក្យថា since បកប្រែថាតាំងពីឧទាហរណ៍ដូចជា since he arrived everything has been different តាំងពីពេលគាត់មកដល់អ្វីគ្រប់យ៉ាងវាខុសពីមុនអស់ទៅហើយ since នឹងតាំងពីក៏ប៉ុន្តែក្នុងករណីខ្លះទៀត since បកប្រែថាដោយហេតុថានៅក្នុងករណីដែលយើងនិយាយអំពីមូលហេតុឧទាហរណ៍ since it was Sunday I stay in bed longer ដោយហេតុថាវាជាថ្ងៃអាទិត្យហេតុនេះខ្ញុំគេងយូរដោយសារតែវាជាថ្ងៃអាទិត្យ
hạt ní nhóm của kế dạng du biết thật since bà sân chỉ dân này dây ông pi pel về lĩa dương bộ bài thật tặng vì có bản tay bà sân chỉ since class cái mình này dây ông pi pel về lĩa đấy cái gì ông pi mua là hạt nước kia tự bộ thả đã hạt thả mới tiệt since you talk about it let's discuss about it now. Since you talked about it, so let's discuss about it now. Đã hết tha nè bạn này gìបញ្ហានឹងទៅហើយអញ្ចឹងឥឡូវយើងភាសាបញ្ហានឹងតែម្ដងទេអូខេតើធ្វើមិនដេចទៅដើម្បីយើងដឹងថា since វាសំដៅទៅលើពេលវេលាដែលយើងគួរតែបកថាតាំងពីនោះឬក៏ since សំដៅទៅលើមូលហេតុយើងធ្វើម៉េចដើម្បីដឹងពីព្រោះថាយើងនិយាយថាបើសិនជាពេលវេលាយើងបកថាតាំងពីបើសិនជាមូលហេតុយើងត្រូវបកថាដោយហេតុថាប៉ុន្តែធ្វើដូចមិនដេចទៅដើម្បីខ្ញុំអាចដឹងថាវាសំដៅទៅលើពេលវេលាធ្វើមិនដេចទៅដើម្បីខ្ញុំដឹងថាវាសំដៅទៅលើមូលហេតុសំដៅទៅលើពេលវេលានៅពេលដែលវានិយាយមកប្រយោគមេរបស់វាគឺជា present perfect ហើយអនុប្រយោគរបស់វាគឺជា past tense ចំណែកឯ since ដែលវាសំដៅទៅលើមូលហេតុវិញក្នុងករណីដែល since នោះគឺជា present tense តែម្ដងឬក៏កិរិយាសព្ទនៅក្នុងប្រយោគមេនិងប្រយោគរងសុទ្ធតែជា simple past ដូច្នេះចំណាំបើសិនជាប្រយោគមេជា present ទេហើយនឹងប្រយោគអនុប្រយោគគឺជា past tense អាហ្នឹងមានន័យថាពេលវេលាហើយចំណែកឯបើសិនជា since នៅក្នុងប្រយោគដែលមានពាក្យ sin ហ្នឹងគឺជា present tense ឬក៏ប្រយោគមេផងប្រយោគរងផងសុទ្ធតែ simple past នៅពេលដែលគេនិយាយពី verb អាហ្នឹងគឺសំដៅទៅលើមូលហេតុហើយអញ្ចឹងសូមកត់ត្រាចំណាំពីព្រោះនៅក្នុងលំហាត់គឺយើងនឹងឃើញពាក្យទាំងអស់ហ្នឹងហើយយើងនឹងរក claim មើលតែបើសិនជាវាជាកលឹះវានៅទីហ្នឹងគឺថាយើងបកឲ្យត្រូវសូមរំលឹកឡើងវិញគឺថាសូមបកប្រែដោយប្រយ័ត្នលើ spelling 6ចំណុច consistency ប្រយ័ត្ន7ចំណុចហើយនឹង how to space មាន8ចំណុចហើយ translate បើឃើញពាក្យ so កុំដូចនេះរហូតបើឃើញពាក្យ since កុំបកប្រែតាំងពីរហូតបើឃើញពាក្យ once កុំបកថាម្ដងរហូតសូមប្រយ័ត្នផងហើយទាំងនេះគឺជាលំហាត់